ការវត្តទាំងពីរនិងពុទ្ធបរិស័ទដែលនោះឲ្យវត្តទាំងពីរនេះដោយក្នុងពិធីបុណ្យជុំបិណ្ឌនៅក្នុងឆ្នាំនេះហើយវាកប់ជួនជាមួយយើងបានកំពុងធ្វើមណ្ឌលសុខភាពហើយកម្មករមិនមែនតែផ្នែកទីច្រើនតែថ្ងៃជាសម្រាប់អញ្ចឹងបានយើងនាំគ្នាយកមកឧបត្ថម្ភជាងដឹកនាំជាងនេះចាត់ចែងមួយកម្មករសម្រាប់ការជីវភាពរបស់បងប្អូនយើងជាកម្មករនេះក្នុងឱកាសនេះហើយខ្ញុំគិតថាมันមានដូចទេសូមការងាររបស់គ្រូណាមួយបាទខ្ញុំមានតែប៉ុណ្្នឹងឯងហើយនេះបច្ច័យខាងវត្តជួនដល់ជាងចាត់ចែងទៅបើតាមការគួរហើយជេងតែអំណរគុណចំពោះអ៊ំខាងវត្តអីក៏ខ្ញុំក៏មិនសូវនិយាយដែរអរគុណមែនទែនបានអបថំឲ្យខាងខ្ញុំជាងតិចតួចចឹងខ្ញុំអរគុណច្រើនមែនទែនហ្នឹងដោយសារថាគាត់មានទឹកចិត្តអីតិចតួចដែលខ្ញុំមានអីឲ្យគាត់យកមកអញ្ចឹងខ្ញុំនិយាយតែ10ទៅមែនទែន